បាទសូមជម្រាបសួរខ្ញុំបាទហេងមលៀបហើយសប្តាហ៍ថ្ងៃនេះខ្ញុំបានដាក់កូនខ្ញុំឲ្យរៀននៅសាលាសៅព្រីតបាទកូនខ្ញុំគឺមានចំនួន3នាក់បាទកូនទី1គឺឈ្មោះហេងមនរាជដែលកំពុងតែរៀននៅថ្នាក់ទី12បាទកូនទី2ឈ្មោះហេងសំរិទ្ធគឺកំពុងតែរៀនថ្នាក់ទី10កូនទី3គឺឈ្មោះហេងសមាធិ2ដែលកំពុងតែរៀនថ្នាក់ទី6បាទហើយកូនខ្ញុំទាំង3នាក់នេះគឺរៀននៅទីនេះតាំងពីឆ្នាំ2017មកម្លេះហើយហេតុអីបានខ្ញុំជាចាប់អារម្មណ៍នៅសាលាសៅព្រីតនេះបានដាក់កូនខ្ញុំមកចូលដោយសារខ្ញុំមើលទីធ្លាគឺធំអញ្ចឹងអាដាមលោកជំទាវអង្គញាដែលលោកបានដាក់កូននៅទីនេះក៏មានប្រហែលជាមានអារម្មណ៍ដូចជាខ្ញុំដែរទី1គឺទីធ្លាធំទី2សម្ភារៈបរិក្ខារទាំងឡាយនៅក្នុងបន្ទប់រៀនក៏ដូចជាបរិស្ថានទាំងឡាយគឺវាមានភាពស្អាតស្អំដើម្បីធ្វើឲ្យអាណាព្យាបាលទាំងអស់ចាប់អារម្មណ៍ក៏ដូចជាសិស្សនៅពេលដែលគាត់មានការហត់នឿយពីការរៀនសូត្រក៏គាត់បានសម្រាប់អារម្មណ៍ជាមួយនឹងធម្មជាតិបរិស្ថានទាំងឡាយនេះដែរក៏ដូចជាឧបករណ៍លេងផ្សេងមិនថាដូចជាថ្នាក់ក្មេងៗអីចឹងណាអញ្ចឹងហើយធ្វើឲ្យខ្ញុំក៏ដូចជាកូនចាប់អារម្មណ៍រៀននៅទីនេះបាទហើយបន្ទាប់ពីខ្ញុំបានដាក់កូនខ្ញុំនៅសៅព្រីតអស់រយៈពេលប្រហែលឆ្នាំនេះមកគឺគេថាពីមួយឆ្នាំទៅមួយឆ្នាំកូនខ្ញុំគឺមានការកើននៅចំណេះដឹងក៏ដូចជាសុជីវធម៌ក្នុងការរស់នៅក្នុងការនិយាយស្ដីក្នុងការចេះជួយនៅអ្វីៗទាំងពីមិត្តភ័ក្តិទាំងពីម៉ែឪបងប្អូនទាំងអស់អញ្ចឹងណាបាទដូច្នេះហើយទើបធ្វើឲ្យគាត់នឹងបានចំណាត់ថ្នាក់ល្អនៅក្នុងសាលាអញ្ចឹងឪពុកម្ដាយមួយពិតជាមានអារម្មណ៍ត្រេកអរណាស់សម្រាប់ឃើញកូនមានលទ្ធផលល្អមានសុជីវធម៌ល្អនិងបានលទ្ធផលល្អប្រចាំសាលាអញ្ចឹងបាទហើយសម្រាប់កម្មវិធីសិក្សារបស់សាលាគឺខ្ញុំពិតជាមានការពេញចិត្តជាខ្លាំងមិនថាភាសាខ្មែរមិនថាភាសាបរទេសសាលាបានធ្វើទៅតាមស្តង់ដារក្រសួងអប់រំហើយនិងស្តង់ដារអន្តរជាតិដូច្នេះទើបខ្ញុំបានបន្តឲ្យកូនសិក្សាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងសាលាសៅព្រីតនេះអញ្ចឹងខ្ញុំអត់សូវបារម្ភឬក៏មិនបារម្ភតែម្ដងសម្រាប់ថាកូនខ្ញុំចង់ទៅរៀននៅក្រៅប្រទេសឬទៅប្រឡងជាមួយសាលាណានោះទេបាទហើយម្យ៉ាងវិញទៀតសាលាមិនត្រឹមតែសិក្សានៅក្នុងថ្នាក់ឬក៏សិក្សាតាមសៀវភៅនោះទេសាលាក៏បានមាន trip អានេះថាឲ្យសិស្សចុះទៅសិក្សាទីតាំងជាក់ស្ដែងនៅតំបន់ផ្សេងនៅទីរមណីយដ្ឋានផ្សេងដើម្បីឲ្យគាត់យល់ពីបរិស្ថានខាងក្រៅហើយក៏ជាការផ្ដល់អារម្មណ៍មួយឲ្យគាត់មានទំនាក់ទំនងល្អជាមួយនឹងធម្មជាតិជាមួយនឹងកន្លែងខាងក្រៅក៏ដូចជាមិត្តភ័ក្តិរបស់គាត់ដែរបាទហើយបើនិយាយពីការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយនឹងសាលាគឺមានទំនាក់ទំនងល្អដោយសារសាលាគាត់បានបង្កើតជាក្រុម Telegram ដើម្បីផ្ដល់ព័ត៌មានរាល់សកម្មភាពរបស់កូនចូលទៅក្នុង Telegram ដើម្បីឲ្យអាណាព្យាបាលគ្រប់រូបបានដឹងហើយមួយទៀតនៅពេលដែលមានបញ្ហាផ្សេងសាលាបានដោះស្រាយជូនយ៉ាងឆាប់រហ័សហើយនឹងមានទំនុកចិត្តធ្វើឲ្យអាណាព្យាបាលថាមានភាពកក់ក្ដៅនៅពេលដែលបានដាក់កូននៅសាលានេះដូច្នេះហើយទើបខ្ញុំមានទំនុកចិត្តលែងបារម្ភនៅពេលដែលកូនខ្ញុំកំពុងតែសិក្សានិងមានសកម្មភាពផ្សេងនៅក្នុងសាលាសៅព្រីតនេះ